គ្រប់នឹងជំរាបសួរលោកសេនិងកញ្ញាប្រិមត្តទស្សនិកជនរបស់កម្មវិធីសនឹងខ្មៅនៅក្នុងសប្តាហ៍នេះយើងបានប្រជុំគ្នាតាមពេលវេលានៅម៉ោងដដែលរាល់កម្មវិធីរបស់នាងខ្ញុំតែងតែមានបទសម្ភាសន៍ជាមួយនឹងសិល្បករសិល្បករនេះ influencer ក៏ដូចជាបុគ្គលល្បីល្បាញនៅក្នុងសង្គម TikTok ក៏ដូចជា social media ឬក៏រឿងរ៉ាវដែលកំពុងចម្រូងចម្រាសដែលត្រូវការបកស្រាយពីសម័យខ្លួនដែលឡៃសប្តាហ៍នេះក៏នឹងមានភ្ញៀវកិត្តិយសមួយរូបចូលរួមនៅក្នុងកម្មវិធីរបស់យើងដែរប៉ុន្តែសូមលាក់សិនមុននឹងជួបជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសសូមអនុញ្ញាតថ្លែងអំណរគុណនៅម្ចាស់ឧបត្ថម្ភកម្មវិធីដែលមានដូចជាភោជនីយដ្ឋានផ្ទះរីករាយរសជាតិឆ្ងាញ់ពិសានៃមុខម្ហូបបែបចិនប្រកបដោយផាសុកភាពនិងមានទីតាំងធំទូលាយលេខទូរស័ព្ទទំនាក់ទំនង031 551 66និង66ឥឡូវនេះសូមបង្ហាញនៅវត្តមានរបស់បងអូនស្រីដាច់ម៉ាលីណាជំរាបសួរចាសុខសប្បាយចាភីងណាឥឡូវចាមិនដែរមុខរបរការងារនេះពេលបច្ចុប្បន្ននេះអូនចាអត់អីទេបងអត់អីទេចាមុននឹងជួបជាមួយនៅបទសម្ភាសន៍របស់បងអនុញ្ញាតនិយាយជាមួយនឹង fan អ្នកគ្រប់គ្រងសិនចាអរគុណមែនតើចំពោះពុកមីបងប្អូនអរគ្នាដែលតែស្រឡាញ់ខ្ញុំនិងគ្រប់គ្រងរាល់ business ដែលខ្ញុំធ្វើហើយជាពិសេសគឺជូនពរខ្ញុំឲ្យឆាប់បានជួបកូនស្រីខ្ញុំវិញចាអរគុណច្រើនឥឡូវនេះសម្រាប់មុខរបរអាជីវកម្មកកបទេអូនចាមានអីបងចាយើងនៅតែបន្តការ live ការលក់អីធម្មតាជាទូទៅកំណត់គោលដៅខ្លួនឯងក្នុងមួយថ្ងៃត្រូវមានរបៀប plan នៅក្នុងការរកស៊ីរបៀបម៉េចមានកំណត់តើបងប៉ុន្តែដោយសារខ្ញុំរវល់ច្រើនការងារផ្សេងទៀតពេលខ្លះយើងកំណត់តែប៉ុន្តែយើងអត់បានត្រូវ skip ដែរចាព្រោះយើងមិនមានតែការងារនឹងមួយហើយខ្ញុំមានកូនមានអីត្រូវមើលថែទៀតចឹងចាពេលខ្លះម្លងថ្ងៃនេះក្រៅពីការងាររបស់ online របស់អូនមានមុខរបរអ្វីខ្លះបន្ថែមទៀតអត់តន់ទេបងមានតែខ្ញុំ focus លើ brand DMN ខ្ញុំចាតោះតែខ្ញុំបង្កើតអីថ្មីសម្រាប់ brand ហ្នឹងហើយនឹងខ្ញុំនឹងគម្រោងបើក business ផ្សេងទៀតច្រើនដែរបងចាជា business អ្វីដែរទៅខ្ញុំនៅតែស្រឡាញ់របរហាងកាហ្វេមួយតែគុជខ្ញុំនឹងចង់បើកមួយទៀតចាហើយមួយទៀតប្រហែលជាហាងកែសម្ផស្សអីអញ្ចឹងណាចាហ្នឹងហើយយើងស្រឡាញ់នៅសារយើងចូលចិត្តស្អាតអីចឹងចាហ្នឹងហើយខ្ញុំចូលចិត្តរករបរណាដែលខ្ញុំចូលចិត្តចាត្រូវនឹងយើងផងយើងចូលចិត្តផងចាចូលចិត្តចានឹងមានកម្រងបរិយានៅក្នុងឆ្នាំហ្នឹងឬក៏ឆ្នាំណាដែរហ្នឹងហើយពងសិក្សាឲ្យបងចាតែអត់តនឹងថាពេលណាបើប្រកបចឹងតែខ្ញុំបានរៀនសូត្រពីវាហើយមែនទេចាធៀមហ៎ម៉ាណាគឺជាមនុស្សស្រីដែលចូលចិត្តរកស៊ីតាំងពីដើមមកឬក៏យ៉ាងម៉េចហ្នឹងហើយបងនិយាយថាអញ្ចឹងក៏បានដូចតាំងពីដើមមកគឺខ្ញុំមានរបរដំបូងគេគឺខ្ញុំបើកលក់ brand cosmetic ហ្នឹងឯងបងចាឥឡូវអាចនិយាយរៀបរាប់ពីដើមមកមុនដែលម៉ាណាល្បីនៅក្នុង social media ចាមុខរបរដំបូងគេជាអីបន្ទាប់មកជាអីខ្ញុំក្នុងល្បីពេលណានេះចង់ដែរបងតែបើដំបូងខ្ញុំមានកូនហើយគឺខ្ញុំនៅចូលរៀនទៀតកាលហ្នឹងរៀនហើយបាទខ្ញុំចាប់ដើមមាន business គឺខ្ញុំលក់ brand កាម៉ាទៅបងចាដែល brand ហ្នឹងនៅថៃចាខ្ញុំលក់នៅមិនគេកាម៉ាថៃស្អីទៀតនេះតបមកដូចជាកៅហាងកៅចាបងមាន brand មួយស្អីគេ3ម៉ាត់ទៅបងភ្លេចបាត់ទេពេលហ្នឹងបងអាសាទិញដែរលក់នៅ ER ហ្នឹងកៅហ្នឹងបងចាមាន brand កៅខ្ញុំលក់ទាំងស្បែកជើង brand ស្បែកជើងមកពីសិង្ហបុរីហើយមាន Pandora មាននេកាមានច្រើនបងដែលហុកស៊ីចាពេលហ្នឹងដើរខ្លាំងទេមានអីបងដើរតែគាត់ក៏ខ្ញុំធ្លាប់បើកចា club ចានិយាយច្រើនមុខដែរបងរាប់ទៅលឹកឡើងមិនច្រើនបងចាវាជាការផ្ដើមគំនិតពីក្តីស្រឡាញ់របស់យើងឬក៏មានការជំរុញពីអ្នកក្រៅថែមទៀតនិយាយទៅខ្ញុំស្រឡាញ់បងដូចខ្ញុំប្រាប់បងសូម្បីតែឥឡូវខ្ញុំធ្វើអីដែលខ្ញុំចូលចិត្តហើយខ្ញុំស្រឡាញ់អញ្ចឹងខ្ញុំដូចថាកៅអៅហ្នឹងខ្ញុំគិតថាអូខេ brand ហ្នឹងយកមកពាក់ស្អាតខ្ញុំចូលចិត្តពាក់ខ្ញុំយកមកចាហើយដូចគ្រឿង brand ខ្ញុំលើ DMN ក៏ដោយសាប៊ូកក់សក់តោះខ្ញុំកក់ត្រូវល្អបើខ្ញុំយកមកទាំង cushion អីក៏ដោយខ្ញុំផ្ទះខ្លួនឯងថាយើងចង់បានបែបម៉េចសបែបម៉េចbenefit វាចេញមកបែបម៉េចចាហ្នឹងហើយប៉ុន្តែឥឡូវហ្នឹងរាល់ product ដែលអូនធ្វើហ្នឹងរាល់ cosmetic ទាំងអស់អ្វីទៅនៅក្នុងក្រុមហ៊ុនអូនដែលលក់ដាច់ច្រើនជាងគេក្នុង brand cosmetic ហ្នឹងបងឈុតមុខចាដោយសារនេះទៅវាបានផលឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងតែបើខ្ញុំសម្រាប់ brand របស់ខ្ញុំផ្ទាល់គឺខ្ញុំដាច់ឈុតមុខហើយជាគាត់ស្រីៗយើងផែខ្លាញ់មុខច្រើនជាងគាត់គិតថាខ្លួនជាមួយសក់អត់សូវសំខាន់ឬក៏បែបម៉េចចាពុំមុខធម្មតាសក់យើងអាចចងឬក៏មិនចឹងថែមថយបាទចាហើយស្បែកខ្លួនតែគាត់គិតថាពាក់កៅទៅចិត្តទេឬក៏មិនតែមុខ
បងត្រូវ open រហូតចាបញ្ចេញរហូតចាហ្នឹង រកការធ្វើ product អីមួយត្រូវមានការពិសោធន៍ច្រើនឬក៏មិនឬក៏ទាមទារពេលវេលាក្នុងការតេស្តសាកល្បងសិន អូតែ ហើយអ្នកណាជាអ្នកដែលសាកមុនគេ ខ្ញុំ ខ្លួនឯងហ្មងហើយតេស្តគឺខ្ញុំហើយប្រទេសវិញគឺពី3ខែ6ខែទៅ1ឆ្នាំតេស្តតទៅត្រូវចាយើងប្រើខ្លួនឯងធម្មតាបងប្រើមួយទឹក2ទឹកបងមិនដឹងចាហាក់ពាក្យខុសយើងត្រូវយកទៅកែឡើងវិញត្រូវឲ្យនៅ design packaging បែបម៉េចដែលត្រូវជាមួយនឹងយើងចង់បានតែខ្ញុំដូចខ្ញុំនិយាយចឹង brand ហ្នឹងគឺខ្ញុំធ្វើតាមអ្វីដែលខ្ញុំស្រឡាញ់ហើយខ្ញុំចូលចិត្តប្រើខ្លួនឯងត្រូវបានបងគាត់ជាភ្ញៀវគាត់អាចប្រើទៅត្រូវដូចយើងបើយើងប្រើខ្លួនឯងជាម្ចាស់ brand អត់ត្រូវផងឲ្យគាត់យកទៅប្រើមិនការត្រូវបងអាហ្នឹងវាជាធាតុពិតនៃធម្មជាតិរបស់ម្ចាស់ brand ហ្មងឬក៏មានការខ្លាចបន្លំទេអ្នកខ្លះប្រើឧទាហរណ៍បងឧទាហរណ៍ណាអ្នកខ្លះប្រើ YSL ប្រើ Shiseido ប្រើ Dior អីចឹងជាដើមមានទៅហ្នឹងហើយប៉ុន្តែកុហកគេថាងលាបអានេះខ្លួនឯងអីចឹងតែអាហ្នឹងវាមានមែនអត់ប៉ុន្តែបងត្រូវយល់យើងជាម្ចាស់ brand ថាខ្ញុំ DMN ចុះធម្មតាបើបងមិនសាក brand Chanel Dior អីហ្នឹងមិនបងដឹងថាយើងត្រូវ update ចង់បានបែបម៉េចសម្រាប់លើ DMN ពណ៌ជួយបែបម៉េចគេ update ទៅដល់ណាយើងត្រូវទៅទិញរបស់ហ្នឹងយកមកសាកបងខ្ញុំទៅស្រុកគេទៅអីចឹងមកវិញទាំងថងគ្រប់ brand ខ្ញុំទិញទាំងអស់ជួនកាលយើងមិនបានយកមកប្រើយូរយើងប្រើតិចដើម្បីតេស្តហើយយើងអាចប្រើត្រូវយើងអាចយកអាហ្នឹងទៅជាទៅប្រាប់ពងចាក់ថាខ្ញុំចង់បានបែបនេះមកធ្វើជាសម្រាប់brand ខ្ញុំផ្ទាល់អាហ្នឹងខ្ញុំនិយាយត្រង់សម្រាប់ខ្ញុំមកចាត្រូវស្វែងរករហូតស្វែងរកអ្វីដែលថ្មីអ្វីដែលគេដើរទាន់សម័យពួកពី brand ដែលគេជោគជ័យរួចមកហើយយើងយកមកកែច្នៃទៅតាមរូបមន្តរបស់យើងចឹងទៅគ្រាន់តែការ design អីអាចស្តៀងគេលួច style របស់គេតិចតួចចឹងទៅគេទៅជួយចិត្តយក style ម៉ាក់ល្បីយីហោណាដែលប្រហាក់ប្រហែលនឹងគេយកមកប្រើប្រាស់ខ្លួនឯងខ្ញុំbrand មើលតែទាំងអស់ហ្នឹង Dior Chanel ទាំង brand Carré Etude អីចឹងតាមហ្នឹងទៅសំខាន់យើងតាមពេលខ្លះគាត់ចេញមកមិនប្រកាសថាយើងចេញមកស្បែកមុខយើងប្រើត្រូវទាំងអស់ហើយមានជួយឲ្យសជួយឲ្យបាតអាចរយឬអីចឹងវាខុសគ្នាទាំងអស់អញ្ចឹងយើងត្រូវទិញមកតតេស្តបងតេស្តច្រើនទាំងពណ៌ក្រែមទាំងអីតែថាក្រែមហ្នឹងជួយអីលីបបាមហ្នឹងបែបម៉េចអីបែបម៉េចចាសេរ៉ូមមុខហ្នឹងវាជួយអីខ្លះមានប្រភេទសេរ៉ូមជួយឲ្យមុខយើងសឬក៏មួយទៀតជួយឲ្យមុខយើងបាត់អាចរយអីចឹងទៅចាបាទន័យថាគឺមានគ្រប់ប្រភេទទាំងអស់តាមដែលយើងឥឡូវនឹងបានប្រហែល product ដែរដែលនៅក្នុងក្រុមហ៊ុនអូនដែលផលិតបានខ្ញុំច្រើនដែរបង20ជាងអីដល់20មុខជាងហើយចាគេហៅថា20មុខជាងចូលសថីនេះណាអូនអត់ទេបងចាតែនឹងចេញច្រើនទៀតចេញចេញរហូតរាល់ការដែលយើងធ្វើទីផ្សារមួយមុខអញ្ចឹងទៅយើងកត់សម្គាល់ទៅថាទទួលបានការគ្រប់គ្រងបានច្រើនទេអូនសម្រាប់ខ្ញុំអូខេពេលដែលខ្ញុំផុសអីផុសអីថ្មីគឺពួកគាត់ដឹងច្រើនដោយសារនិយាយទៅខ្ញុំរៀងរវល់ចាយពេលវេលាលើរឿងខ្លួនឯងជាមួយនឹងកូនច្រើនអញ្ចឹងខ្ញុំមួយរយៈប្រហែលឆ្នាំនេះដូចថាដូចជា2ឆ្នាំជាង3ឆ្នាំនេះខ្ញុំអត់សូវមានពេលទេអញ្ចឹងតិចសម្រាប់ខ្ញុំចាយលើការងារ focus លើបណ្ដាចារកស៊ីខ្ញុំគឺថាបាន 50% ទេបង 50% ទៀតគឺលើជីវិតខ្ញុំជាមួយនឹងកូនខ្ញុំឯងអញ្ចឹងចាប់ពីឥឡូវទៅខ្ញុំនឹងមកនឹងចំណាយពេលច្រើនលើការងារឲ្យ success ជាងនឹងទៀតចាបងតែងតែមានឮពីចាចាមអារាមនិយាយពីម៉ាឌីណាថាចូលចិត្តធ្វើ drama នៅលើ Facebook ដើម្បីចូលចិត្តយកបញ្ហាគ្រួសារមក drama នៅលើ page លើ Facebook អីដើម្បីតាក់ទាញចំណាប់អារម្មណ៍នៅក្នុងការលក់ online វាជាការប៉ុណ្ដែរទេដូចនិយាយចឹងខ្ញុំគឺមានកិត្តិយសរបស់ខ្ញុំមិនអាចយកអញ្ចឹងទៅធ្វើអញ្ចឹងតែខ្ញុំអាចល្បីរបៀបខ្ញុំស្អាតឬក៏យកអីហេតុផលអីផ្សេងដែលល្អសប្បាយចិត្តក៏យើងអាចតាក់ទាញការថាដូចថាលក់ online ចុះដើម្បីឲ្យគាត់ចាប់អារម្មណ៍តែមិនបាច់ចាំដល់ថ្នាក់ត្រូវខ្ញុំយំទឹកភ្នែកទាំងកូនទាំងម្ដាយតែកូនប្រុសខ្ញុំកដាលហ្នឹងដើម្បីសម្ដែងឯងបងប៉ុន្តែគឺដើម្បីរកយុទ្ធធម៌ដើម្បីបានកូនខ្ញុំមកវិញចាហើយបើសិនខ្ញុំជាបុគ្គលមួយដែលថាពូមីងអត់ស្គាល់ទេគឺខ្ញុំអាចនៅស្ងាត់ស្ងាត់បានតែបើសិនជាខ្ញុំជាបុគ្គលដែលពូមីងស្គាល់ខ្ញុំត្រូវតែគាត់ពិតជាចង់ដឹងឮថាសុខទុក្ខខ្ញុំបែបម៉េចខ្ញុំជាមួយកូនបែបម៉េចគាត់ចង់ឲ្យបង្ហាញចុះបើខ្ញុំស្ងប់ស្ងាត់គាត់ថាម្ដាយនេះគាត់ថាប្រហែលជាអត់គិតកូនណាដែលអត់មាននិយាយពីបញ្ហាដែលបែកកូនចិត្ត2ឆ្នាំនេះអត់និយាយសោះ
ដល់ពេលអ្នកដែលគាត់យល់តែមកចំណែកទូចប្រហែលជាគាត់មិនយល់គាត់ថាខ្ញុំយករឿងហ្នឹងយកមកនិយាយក្នុង social media ហ្នឹងដើម្បីទៅលក់ online ដើម្បីអីអត់ទេខ្ញុំមិនអាចទេបើខ្ញុំមានក្តីសុខដូចឥឡូវខ្ញុំបានកូនមកវិញគឺខ្ញុំបង្ហាញអ្វីដែលជីវិតខ្ញុំរស់នៅមួយកូនធម្មតាអញ្ចឹងទៅខ្ញុំមិនទៅធ្វើយ៉ែកអីដើម្បីលក់ online ហ្នឹងទេ ពួកបងឃើញរត់តែមានផ្ទុះព័ត៌មានអីតាក់ទងពីជីវិតគ្រួសាររបស់អូននិងកូនឬក៏ page របស់អូនឡើងមកយូរលើសការរំពឹងទុកបងចូលកលេចទៅមើលអ្នកខមមិនអញ្ចឹងគាត់ខមមិនតាមតែអ្វីដែលគាត់យល់ឃើញ ចា ហ្នឹងទៅមើលអីរបៀបឈួតឡប់អញ្ចឹងតិចទៀតទៅគេលក់ផលិតផលអីផ្សេងហើយដើម្បីយកបញ្យូរឲ្យកើន page អីចឹងទៅអានឹងដែលបងលឺអញ្ចឹងណា យល់បងហ្នឹងហើយហ្នឹងហើយដូចតែការខ្ញុំលើកឡើងដដែលអញ្ចឹងគឺខ្ញុំមិនអាចខ្ញុំមានកិត្តិយសរបស់ខ្ញុំមិនអាចយកជីវិតខ្ញុំជាមួយនឹងកូនខ្ញុំក្រុមគ្រួសារខ្ញុំទៅ មកហែកគេ ដើម្បីចាដូចខ្ញុំមានវិធីច្រើនណាស់ដើម្បីឲ្យខ្ញុំថាដើម្បីតាក់ទាញការ នៃការរស់ ចាតាក់ទាញការចាប់អារម្មណ៍គឺខ្ញុំស្អាតបែបខ្ញុំសប្បាយចិត្តបែបខ្ញុំអីក៏តាក់ទាញបានដែរហេតុអីត្រូវខ្ញុំយកទឹកភ្នែកការឈឺចាប់របស់ខ្ញុំនេះយកទៅធ្វើបែបហ្នឹងតើអ្នកណាអាចធ្វើបានអាហ្នឹងសម្រាប់ខ្ញុំអត់ដឹងថាអ្នកដទៃមិនតែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបែបហ្នឹងក្នុងចំណោមកូនទាំងអស់កូនមួយណាដែលចេះជាងគេឆ្លាតជាងគេ កូនខ្ញុំមែនបងនិយាយទៅខ្ញុំមើលទៅម្យ៉ាងម្នាក់ឯងបងអត់មានណាលើណាគាត់មានការគិតការឆ្លាតរបស់គាត់តាមបែបម្នាក់ថាផ្សេងគ្នាតែគាត់តកូនបងខ្ញុំហ្នឹងគាត់ឈឺចាអញ្ចឹងគាត់អត់ប្រកក្តីដូចក្មេងធម្មតាទេបងសុំទោសបន្តិចចុះចានេះមិនមែនបងចង់យករឿងដែលឈឺចាប់របស់អូនមកម្លឹកទេដូចជាគាត់ឈឺអញ្ចឹងតើស្មារតីរបស់គាត់ដឹងខុសដឹងត្រូវប្រហែលភាគរយនិយាយទៅគាត់ពេលខ្លះគាត់ដឹងតែគាត់អត់ដូចក្មេងដតីបងដូចថាឲ្យឆ្លាតដូចក្មេងដតីហ្មងអត់ទេតែដោយការចាំរបស់គាត់ធំឥឡូវគាត់16ឆ្នាំហើយគាត់ឈឺតាមអាយុ6ឆ្នាំគាត់ឈឺចប់10ឆ្នាំហើយអញ្ចឹងការចាំរបស់គាត់នៅត្រឹម5 6ឆ្នាំហើយគាត់ដូចអត់អាប់ដេតចាការចងចាំនឹងការដូចថាភាពឆ្លាតវៃត្រូវក្មេងមិនត្រូវអាប់ដេតអញ្ចឹងទៅបងតែគាត់អត់មានអាហ្នឹងទេតែបែរគាត់សំដីគាត់ដូចនៅក្មេងអញ្ចឹងគាត់និយាយដដែលគាត់ចាំចាការទៀមទីក្តីស្រឡាញ់អីជាចឹងបែរតែឃើញគាត់ស្រក់ទឹកភ្នែកទេអត់ទេបងគាត់ស្បែកបាត់អាភាពការឈឺចាប់ឲ្យគាត់យំគាត់មានចេញទឹកភ្នែកអត់អីទេតែយើងមិនដឹងថាគាត់មិនថាហើយការមើលឃើញគាត់ប៉ុណ្ណាអីប៉ុណ្ណាយើងអត់ដឹងបងសុំសួរអារម្មណ៍អូនតាមត្រង់ចឹងនៅពេលដែលអូនគឺសភាពកូនអញ្ចឹងដែលពីរអ្នកទៀតល្អឆ្លាតព្យូថៃកូនបងបើកលេចមើលមកជ្រុងទៅអារម្មណ៍អូនជាម្ដាយមានអារម្មណ៍បែបណាដែរស្លុតនឹងអ្វីដែលកូនជួបប្រទះទេអាណិតកូនខ្លាំងទេតាដំបងទទួលយកមានបានណាបងយើងធ្លាប់តែមើលក្នុងរឿងគេមានរុក្ខជាតិអីចឹងដល់ពេលកូនខ្ញុំគេហៅដូចរុក្ខជាតិហ្នឹងដូចជា6ខែដែលខ្ញុំជីវិតខ្ញុំនៅប៉ែតហ្នឹងជាមួយកូនណាគឺខ្ញុំអេបងចិត្តស្គមមែនទេខ្ញុំស្គមខ្លាំង40ជាងគីឡូឡើងស្គមនេះគាត់ថាជុំមើលតែក្នុងរឿងឥឡូវយើងជួបផ្ទាល់ណាបានដឹងថាអូពេលវេលាដែលយើងចំណាយជាមួយកូនក្រុមគ្រួសារឬយើងស្រឡាញ់ហ្នឹងគឺសំខាន់ណាលុយអាចទិញបានទេបងហើយមិនអាចវិលបកទៅវិញបានទេចាហើយក៏យើងមើលថ្ងៃស្អែកអត់ដឹងថាស្អែកហ្នឹងមិនដែរសុកកូនចេះចង្អុលអត់ដែរឈឺអត់អីទេសុកចឹងក្តៅខ្លួនមកយប់ស្អែកឡើងចឹងហ្មងហើយជាក្តៅខ្លួនហើយលាកសូមហូបក្បាលអត់ទេមែនទេបងកូនខ្ញុំមានដុំសាច់នៅគូក្បាលអញ្ចឹងកន្លែងសំខាន់អញ្ចឹងមិនគាត់ទៅជាអញ្ចឹងចាអស់ធ្លាប់បានមើលពិនិត្យមើលតាមគាត់ដែរគាត់ឈឺហ្នឹងយើង follow up គាត់នៅពេទ្យហើយប៉ុន្តែដូចអត់មានអីទាំងអស់លេស្រាប់ follow up 3ខែជាប់គ្នាពេលហើយលេស្រាប់គាត់ទៅជាអញ្ចឹងហ្មងបងចាហ្នឹងហើយក៏បាក់ទទួលយកទៅអូនពេលព្រៀងបាទបងជីវិតនៅពេទ្យ6ខែបងគាត់ទៅនៅជាមួយកូនថៃកន្លះខែនៅសិង្ហបុរីចូល5 6ខែចាជាមួយកូនហើយនៅពេទ្យរហូតកតាមកពីកតាជំងឺគាត់ធម្មជាតិឬក៏កតាពេទ្យដែរចានិយាយទៅជំងឺគាត់នេះគឺគេហៅដុំសាច់យើងមិនដឹងថាមូលហេតុអីសុកគាត់មានអញ្ចឹងណាបងតែធម្មតាគាត់ត្រង់ថាចាបើក្មេងមានដុំសាច់ត្រូវគាត់អានឹងពេលដែលយើងកូនមានឈឺយើងចេះតែសើជួបពេទ្យប្រាប់ត្រូវអាសាក្អួតវិលមុខឈឺក្បាលឬក៏ខ្សោយដៃជើងអីអញ្ចឹងតែកូនខ្ញុំវាអត់អញ្ចឹងគាត់តែគាត់អាសាខ្មៅក្រោមភ្នែកតែប៉ុណ្្នឹងឯងបានខ្ញុំយកកូនទៅ follow up នឹងឆ្ងល់ថាកូនគេងគ្រប់ហើយនៅតែខ្មៅក្រោមភ្នែកអញ្ចឹងណាអញ្ចឹងទៅក៏អាសាផ្ដាសាយទៅដល់ពេលហើយទៅ follow up នៅថៃហ្នឹង3ខែជាប់គ្នាតាមពេទ្យណាត់តាមអីអញ្ចឹងតែ allergy តែគ្រប់យ៉ាងតែវាអត់ឃើញដល់ពេលសុកចិត្តសុកហ្នឹងក្តៅខ្លួនហើយគាត់ស្លាប់អញ្ចឹងទៅហ្មងចាអញ្ចឹងនេះគឺជាជំងឺគេថាដុសដុំសាច់ចឹងយើងអត់ដឹងថាគាត់មានតាំងពេលណាចាមើលទៅគាត់ដូចមានក្តីស្រឡាញ់តែគ្រាន់តែថាចរិតបែបកូនក្មេងចានឹងថាគាត់អត់ប្រកក្តីដូចធម្មតាទេចាម្ដងថ្ងៃហ្នឹងនៅតែពិបាកចិត្តទេ
ទៅពេលដែលឃើញសភាពគាត់ម្ដង បងធម្មតាយើងតែឃើញអ្នកដទៃយើងក៏អាណិតគាត់ដែរតើនេះគ្រាន់តែកូនយើងបកកើតតែយើងជាម្ដាយទេតែយើងបែបម៉េចអាណិតគាត់បែបម៉េចហើយឥឡូវគាត់នៅឆ្ងាយខ្ញុំទៀតបងបែកចូល2ឆ្នាំ ចា ថ្ងៃមុនមកឃើញវីដេអូមួយដែលគាត់ឲ្យអូនគេងកោយទ្រូង ហ្នឹង ហ្នឹងហ៎ ជួបគាត់បងហើយខ្ញុំនឹកស្មានថាសម្ដីគាត់និយាយចឹងទេបងគិតមើលហើយហ្នឹងគាត់ជាថាកូនខ្ញុំគាត់គ្មានអត់ប្រក្រតីហើយគាត់និយាយពីអារម្មណ៍គាត់ណាប៉ិតប្រាប់យើងជាម្ដាយបងអើយប៉ិតជាមកកូនប្រុសខ្ញុំទី2យំដែរហ្នឹងបងអាណិតបង ចា ក្នុងចំណោមកូនទាំងអស់បងឃើញមើលទៅឌូកគាត់ជាកូនទី1ឈ្មោះឌូក ចា កូនទី2 ឌុកប៊ី ឌូក B ចា បងឃើញឌូក B មើលទៅគាត់ចរិតចាស់ទុំជាងគេ ប្រហែលជាគាត់ដូចនិយាយចឹងគាត់ឆ្លងកាត់រឿងច្រើនធម្មតាបងដឹងហើយថាពេលដែលបែកបាក់គ្រួសារកូនក៏រងសម្ពាធដែរចាអញ្ចឹងបើសិនជាការបែកបាក់គ្រួសារហ្នឹងល្អអត់ឲ្យទេតែបើសិនជាមានបញ្ហាគឺកូននឹងរងតែកូនខ្ញុំឧស្សាហ៍គាត់ថាពេលដែលគាត់រងសម្ពាធជួបគ្រប់យ៉ាងគាត់យកអ្វីដែលគាត់លំបាកហ្នឹងគាត់ទៅជាគាត់ strong ចាគាត់ហ៊ានការពារខ្ញុំជាម្ដាយចឹងខ្ញុំស្ដាប់មកខ្ញុំក៏មានមោទនភាពដែលខ្ញុំមានកូន អូនឧស្សាហ៍ណែនាំគាត់បដៅគាត់ទេឬក៏យ៉ាងម៉េចទើបគាត់មានអាទស្សនៈមួយនៅនឹងការមួយថាចេះការពារម្ដាយដោយខ្លួនឯងចេះគ្រប់ម្ដាយដោយ ធ្វើ ខ្លួន បងមែនតែគាត់លើកទឹកចិត្តខ្ញុំទេរងថ្ងៃខ្ញុំរឹងមាំគឺដោយសារកូនខ្ញុំហ្នឹងហើយតែខ្ញុំក៏ត្រូវជាម្ដាយដែលបញ្យល់គាត់ដែរធម្មតាបងគាត់ក្មេងគាត់មិនដូចយើងតែយើងនៅចាស់យើងពេលខ្លះយើងទុកបំបានផងហ្នឹងយើងចង់បាក់ទឹកចិត្តម្ដងណាចឹងកូនយើងនិយាយថាម៉ាក់ចេះស្រឡាញ់ម៉ាក់ស្រឡាញ់មានកូននៅចិត្តម៉ែកុំចឹងចឹងខ្ញុំដូចគ្នាត្រូវបញ្យល់កូនថាកុំអន់ចិត្តខ្លួនឯងថាហេតុអីបានជួបរឿងបែបហ្នឹងកូនយកអាហ្នឹងទៅហើយយើងប្រឹងធ្វើម៉េចប្រឹងរៀនប្រឹងអីហើយរឹងមាំឡើងចា គឺរបស់ម៉ាក់ទុកម៉ាក់អ្នកដសេ ចាត្រូវបងចាហើយម៉ាក់នឹងរឿងមុំដើម្បីកូនកុំភ័យច្រើននិយាយគាត់ខ្លាចតែខ្ញុំលំបាកនិយាយតែគាត់ខ្លាចខ្ញុំជួបរឿងជួបបញ្ហាគាត់ឃើញខ្ញុំយំគាត់បាក់ចិត្តគាត់អត់ចង់ មានម្ដងណាដែលចង់ស្លាប់ខ្លួនទេម៉ែណា អូអត់ទេបងឥឡូវអត់សោះហ្មងបើពីក្មេងខ្ញុំធ្លាប់បាក់ទឹកចិត្តដែរធ្លាប់មែនតែតាមនិយាយទៅប្រែកំណត់ហ្នឹងគឺតាំងពីខ្ញុំមានកូនខ្ញុំមិនដែលចង់ស្លាប់ទេអត់ហ្មងព្រោះថាបងគិតតែបើយើងស្លាប់ទៅណាមើលកូនយើងអត់ទេអត់ទេគាត់ថាពេលខ្លះពេលដែលយើងបាក់ទឹកចិត្តហ្នឹងមានអារម្មណ៍ថាអត់ចង់ចេញទៅណាអត់ចង់ធ្វើការចង់អីអញ្ចឹងណាហើយយំម្នាក់ឯងអញ្ចឹងទៅចាប៉ុន្តែខ្ញុំតែអញ្ចឹងហើយខ្ញុំត្រូវចេញទៅធ្វើការអីចឹងទៅរកពូម៉ាក់បងប្អូនអីចឹងទៅដើម្បីរីលេសអ្វីដែលខ្ញុំលំបាកហ្នឹងចេញឯងបើយើងបន្តចឹងទៀតកើតជាជំងឺបងរវាងភាពទុកព្រួយ ចា និងភាពរីករាយអូនចូលចិត្តបង្ហាញមួយណាជាង ជាធម្មតាខ្ញុំចូលចិត្តបង្ហាញភាពខ្ញុំរឹងមាំជាងឯងបងខ្ញុំអត់ចង់បង្ហាញភាពទន់ជ្រាយឲ្យទាំងអ្នកផ្ទះទាំងពូមីបងប្អូនអរគ្នាឃើញទេលើកលែងតែដល់អ្វីមួយដែលខ្ញុំត្រូវតែបង្ហាញបានខ្ញុំបង្ហាញចានឹងជាគោលចំហរបស់ខ្ញុំហ្មងចា មិនត្រូវតែ drama ដើម្បី view អត់ drama ដើម្បីឲ្យគេស្គាល់ drama ដើម្បីយកប្រជាប្រិយភាពឲ្យគេអាណិតអាសូរអីចឹងអូនត្រូវការភាពអាណិតអាសូរពីប្រជាពលរដ្ឋទេឬក៏យ៉ាងម៉េច ចាការស្រឡាញ់និងអាណិតខ្ញុំត្រូវការតែបងដូចពេលដែលគាត់ឃើញខ្ញុំជួបទុក្ខលំបាកពេលណាក៏ដោយទាំងរឿងកូនទាំងរឿងអីគឺពាក្យជូនពរនិងលើកទឹកចិត្តគាត់ហ្នឹងដែលធ្វើឲ្យខ្ញុំរឹងមាំថាខ្ញុំមានអ្នកស្អប់ខ្ញុំមកចំណែកទូចខ្ញុំទុកម្លាយអញ្ចឹងខ្ញុំគិតថាខ្ញុំសំណាងដែលខ្ញុំមានពូមីងបងប្អូនទាំងអស់គ្នាអត់ត្រូវជាបងប្អូនឬអីទេតែគាត់ជូនពរខ្ញុំនិងលើកទឹកចិត្តខ្ញុំនិងយល់ពីខ្ញុំពាក្យអ្វីដែលគាត់ជឿខ្ញុំគឺខ្ញុំពិតជាមោទនភាពមែនតើហើយហ្នឹងឯងដែលធ្វើឲ្យខ្ញុំរឹងមាំរាល់ថ្ងៃចា នឹងក៏សប្បាយចិត្តដែរដែលមានគេស្រឡាញ់គាំទ្របង ចា យើងអី បងសំណាងចា ព្រោះអ្វីដែលយើងធ្វើគឺយើងធ្វើចេញពីធម្មជាតិនៃចិត្តអីចឹងទៅ ចា នឹងពុទ្ធិសាមនុស្សយើងតែងតែមើលមួយជ្រុងនៃសម្បករាងកាយរបស់យើង ចា ដែលគេឃើញជ្រុងណាយើងជួយប្រហាញគេម៉ៃទៅជ្រុងហ្នឹងហើយ ចា តែយើងជួយចិត្តមនុស្សដែលសប្បាយរីករាយជួយចិត្តមនុស្សផឹកជាមនុស្សជួយចិត្តផឹកស្រាដើរលេងអីចឹងសម្រាប់អ្វីដែលគេនិយាយនេះអូនទទួលស្គាល់ថាវាជាការពិតប្រមាណភាគរយ អឺធម្មតាបងខ្ញុំមិនដឹងថាអ្វីដែលខ្ញុំបង្ហាញហ្នឹងគាត់ជឿប្រមាណភាគរយទេតែដូចខ្ញុំនិយាយចឹងជីវិតមនុស្សវាមានទុក្ខវាមានសុបាយវាមានមិនសុបាយហើយដូចខ្ញុំជាបុគ្គលម្នាក់ដូចខ្ញុំនិយាយចឹងបើខ្ញុំជ្រើសរើសយកអ្វីដែលខ្ញុំរឹងមាំនិងការសុបាយរបស់ខ្ញុំគឺសូជូនពូមីងបងប្អូនទាំងអស់គ្នាច្រើនជាងអ្វីដែលខ្ញុំមានទុក្ខប៉ុន្តែការមានទុក្ខហ្នឹងក៏ខ្ញុំត្រូវបង្ហាញដែរពីព្រោះគឺដើម្បីដូចខ្ញុំនិយាយចឹងគឺដើម្បី
អត់ពូប្អូនទាំងគ្នាជួយរកយុទ្ធធម៌ដើម្បីខ្ញុំបានកូនមកវិញនឹងពាក្យជូនពរទាំងអស់ហ្នឹងហើយគាត់បើសិនតែខ្ញុំសូតាការសបាយគាត់ឆ្ងល់ខ្ញុំភ្លេចកូនដឹងអត់ទេខ្ញុំអត់ដែលភ្លេចគេអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺជីវិតខ្ញុំរាល់ថ្ងៃមួយរយៈមុនគឺខ្ញុំភ្លេចការងារបានតែ 50% ខ្ញុំ 50% ទឹកចឹងរឿងកូននិងរឿងខ្លួនខ្ញុំដែលខ្ញុំត្រូវដោះស្រាយសម្រាប់ក្រុមគ្រួសារខ្ញុំនេះចា ថ្ងៃមុនមកឃើញជាមានវីដេអូអីទេដែលគេផុសឡើងតាក់ទងអំពីក្មួយឌូក ចា នៅមុខទ្វារគោះទ្វារហើយដែលគេសរសេរ caption ថាអូនអត់ព្រមបើកទ្វារឲ្យកូនចូលផ្ទះអានឹងជារឿងប៉ັດទេ ចានិយាយទៅរឿងកូនហ្នឹងគឺចង់និយាយថាចេះធម្មតាមុននឹងយើងជួបកូនយើងត្រូវណាត់គ្នាសិនអីសិនអញ្ចឹង ចា៎ ខ្ញុំអត់ដឹងផងហ្នឹងបងហើយដល់ពេលគាត់សែនវីដេអូហ្នឹងឲ្យខ្ញុំមើលហ្នឹងក៏ខ្ញុំបានឆាតប្រាប់គាត់ទៀតថាអឺចាំណាត់គ្នាសិនហើយកុំយកកូនមកយើងឃើញTelegram គាត់សែនមកហ្នឹងថាកុំយកកូនមកឈរអញ្ចឹងដើម្បីថតដើម្បីអីពេលយើងណាត់ជួបគ្នាត្រូវយកកូនទាំងសងខាងណាត់ទៅកន្លែងណាមួយទៅហើយកូនត្រូវការប្រើពេលទៅមកអញ្ចឹងណាកូនស្រីខ្ញុំទូចតែបានជួបទៅតែបានមួយខែហ្នឹងបងមួយខែតិចតួចអញ្ចឹងគាត់ត្រូវការនៅចិត្តខ្ញុំជាម្ដាយដែលបែកចូលមួយឆ្នាំ10ខែបងចាហើយខ្ញុំក៏នឹកកូនឌុបដូចគ្នាប៉ុន្តែធ្វើម៉េចយើងត្រូវគោរពតាមច្បាប់តុលាការចាគឺបែងចែកបែបម៉េចយើងត្រូវមើលថែកូនបែបម៉េចចាអញ្ចឹងយើងត្រូវគោរព ឥឡូវនៅក្នុងច្បាប់ហ្នឹងគេតម្រូវឲ្យអូនមួយខែជួបនេះប្រហែលដងឬក៏យ៉ាងម៉េចពេលវេលា ហើយយើងត្រូវភាសាគ្នាអញ្ចឹងណាថាណាត់ជួបគ្នាយកកូនទាំងសងខាងទៅជួបគ្នាបែបម៉េចអញ្ចឹងណាបងតែត្រូវណាត់មុនចា ត្រូវទៅណាត់មុន ចា អត់មានដូចថា ហើយដូចខ្ញុំនិយាយអញ្ចឹង ដោយព្រៀងទេ ដោយសារកូនខ្ញុំវានៅកូនស្រីនៅទូចអញ្ចឹងគាត់មកធម្មតាគាត់នឹកម្ដាយខ្លាំងហើយត្រូវឲ្យបងអញ្ចឹងគាត់អាចធ្វើផ្លូវចិត្តបានទេអញ្ចឹងខ្ញុំចង់និយាយថាឲ្យគាត់នៅជាមួយខ្ញុំជាម្ដាយតែបានមួយខែជាងអញ្ចឹងចាំប្រហែលជាមួយរយៈទៀតយើងណាត់ជួបគ្នាទាំងសងខាងព្រោះខ្ញុំក៏នឹកកូនខ្ញុំដូចគ្នាដូចគ្នាព្រោះយើងអត់ចង់ឲ្យកូនមានផ្លូវចិត្តទេបង មកណាមានដែរគិតថាយកកូនមកវិញហើយត្រូវឲ្យកសោម្នាក់ឯងហាមឲ្យជួបអញ្ចឹងជួបចុះ អូអត់ទេបងមិនអាចទេព្រោះខ្ញុំយល់ថាកូនត្រូវការតែឪពុកទាំងម្ដាយប៉ុន្តែយើងត្រូវសួរអារម្មណ៍កូនថាកូនបែបម៉េចទៅជួបខ្ញុំជាម្ដាយអញ្ចឹងណាហើយអូខេយើងណាត់គ្នាជួបកូនទាំងសងខាងបានយើងមិនអាចយកកូនដើម្បីជាសម្ពាធមួយថាជារបស់ផ្ដាច់មុខឯអត់ទេតែយើងត្រូវសួរអារម្មណ៍កូនដែរថាកូនបែបម៉េចត្រូវទេបង ត្រូវឥឡូវនេះឃើញថាអូនបានកូនត្រឡប់មកវិញហើយមិនចឹង ចា អារម្មណ៍មុនពេលបានវារបៀបម៉េច មុនពេលបានមានថាពេលខ្ញុំបាយកូនមែនបង ចានិយាយទៅបងធម្មតាយើងបាយកូនដូចពាក្យគេនិយាយថាទៅផ្សារតែមកផ្លែតសោះមិនមែនមកសោះមកបារម្ភពីកូននឹកកូនហើយតម្រាំតែខ្ញុំបាយកូនមួយឆ្នាំ10ខែបងអើយអារម្មណ៍ឃើញរឹងមាំតែបើខ្ញុំអត់រឹងមាំតើបែបម៉េចទឹកភ្នែកស្រក់គឺស្រក់វាថាមិនដឹងថានិយាយបោយាយថាមិនថាខ្ញុំឈឺបែបម៉េចតែបើខ្ញុំទៅជារោគចិត្តឬក៏វិបត្តិផ្លូវចិត្តតើខ្ញុំអាចមើលថែកូនខ្ញុំបានអត់រកស៊ីប្រកបរបរឬក៏រកយុទ្ធធម៌ដើម្បីបានកូនមកវិញនឹងបានអត់បាននេះបងចាំមានតែត្រូវរឹងមាំបាក់ចិត្តតែយើងត្រូវគិតថាបើយើងអត់រឹងមាំរកស៊ីចិញ្ចឹមហើយកូនខ្ញុំកដាលនឹងមួយខ្ញុំទៀតបងតើណាមើលថែគាត់គិតតែថ្ងៃគិតតែគួយយំមុខកូនឬក៏គិតតែវិបត្តិផ្លូវចិត្តអត់កើតទេបង ព្រោះថ្ងៃហ្នឹងមកណាមានជំងឺអីក្នុងខ្លួនទេដូច depression ដូចជាជំងឺគេអត់លក់ឬក៏អីទេមានបញ្ហានៅក្នុង គេអត់លក់មានដែរបងខ្ញុំពេលខ្លះខ្ញុំគេអត់សូវបានទេគិតច្រើនគេទៅសង្ងំគេតែអាខួរក្បាលដូចយើងនៅដើរអញ្ចឹងណាអញ្ចឹងខ្ញុំញ៉ាំជាមួយអីគេលក់អីតិចតួចដែរចាហើយញ៉ាំដោះគោរៀបគេអញ្ចឹងទៅហើយខ្ញុំព្យាយាមខ្លួនឯងថាប្រាប់ខ្លួនឯងថាអត់ត្រូវគិតច្រើនទេចាជប់អីយើងដោះហ្នឹងទៅចាជាពិសេសគឺត្រូវរឹងមាំហើយត្រូវព្យាយាមរកខ្លួនឯងសុបាយចិត្តពេលវេលាប្រើពេលវេលាសុបាយចិត្តតែឥឡូវនេះនឹងរឿងដែលមិនសុបាយចិត្ត ស្អែកឡើងចាំគិតទៀតចាបើយើងគិតថាអូទុកនឹងមកឲ្យតោះតែយើងsuccess គ្រប់បានយើងសុបាយចិត្តបានអត់ទេបងដូចខ្ញុំនិយាយថាពេលកូនខ្ញុំអត់ទាន់មកខ្ញុំមិននៅមួយកូនកដាបងឃើញខ្ញុំចំណាយពេលវេលាដើរលេងជាមួយកូនកដាខ្ញុំហ៎គាត់ទៅណាចង់ទៅអីខ្ញុំសុបាយខ្ញុំនាំកូនខ្ញុំទៅប្រើពេលវេលាជាមួយកូនខ្ញុំទៅជីបមកទៅសានេះទៅអីអនទៅអីចឹងទៅចាមិនអាចទេបងដូចកូនស្រីខ្ញុំមកទៀតចឹងទៅក៏ខ្ញុំប្រើពេលវេលាមួយកូនខ្ញុំ2នាក់ហ្នឹងទៀតទៅចាបើចាំបងកាលមុនចិត្ត2ឆ្នាំចឹងខ្ញុំគិតតែគេងយំឬក៏បាក់ទឹកចិត្តកូនប្រុសកដាខ្ញុំហ្នឹងទៅជាមិនទៅតែនៅចិត្តខ្ញុំនេះអត់ទេបងជួបអីដោះហ្នឹងចា អារម្មណ៍យ៉ាងណាដែរនៅពេលដែលក្រោយមកទទួលបានកូនមកដល់ដៃវិញ អូបងហ្នឹងហើយនិយាយទៅពេលបានកូនមកវិញនេះយើងសឹងតែបងគិតមើលចិត្ត2ឆ្នាំយូរណាយើងមិនដឹងស្មានថាបានជួបមុខកូនវិញមកមើលថែកូនខ្ញុំវិញដែលគាត់ទៅអាយុបែកខ្ញុំតាំង3ឆ្នាំជាងឥឡូវគាត់5ឆ្នាំជាងចាអញ្ចឹងពិតជា
យុទ្ធធម៌មានផ្លូវច្បាប់មានសម្រាប់ខ្ញុំជាម្ដាយនឹងកូនចាខ្ញុំជឿជាក់ហើយនឹងអំពើល្អពិតជាមានចា ខេត្តទី1ដែលបានទទួលកូនមកដល់ក្នុងផ្ទះគេងលក់ទេ អូអត់ទេបងឲ្យកូនខ្ញុំនិយាយរហូតតាមផ្លូវពីតឡាការមកផ្ទះហ្នឹងណាល្ងាចឯងបងម៉ែនេះបានខ្ញុំមកជីវិតតឡាការយប់ហ៎ចាគាត់និយាយរហូតក្នុងឡានគាត់ថាគាត់មិនអីហើយខ្ញុំធ្វើវីដេអូដែលខ្ញុំអរគុណពុកម៉ែបងប្អូនអរគ្នាដែលគាត់ជូនពរខ្ញុំហ្នឹងណាគាត់សប្បាយចិត្តខ្លាំងណាស់បងនិយាយមែនតើហើយយើងស្មានតែគាត់ភ្លេចខ្ញុំក៏អត់ភ្លេចទេអត់មានភ្លេចទេសួរថាភ្លេចមកមីអត់ទេនៅគាត់អោបចា 3 ឆ្នាំរហូតដល់5ឆ្នាំ2ឆ្នាំគាត់នៅតែចងចាំបានយ៉ាង ចងចាំខ្ញុំស្មានតែគាត់ភ្លេចមែនតាឃើញវីដេអូអីនេះថាគាត់ភ្លេចគាត់អត់ទេចាំទាំងអស់គ្រប់យ៉ាងបងអត់មានភ្លេចទេចឹងមិនថាអាណិតអារម្មណ៍គាត់យើងនឹកគាត់យើងមនុស្សធំត្រូវទេបងយើងនឹកកូនយើងអាចប្រឡប់ចិត្តធ្វើនេះធ្វើនោះអីធ្វើការងារឬអីចឹងទៅក្រៅទៅអីចឹងទៅណាចុះគាត់ជាក្មេងតើពេលគាត់នឹកម្ដាយត្រូវការម្ដាយតើគាត់លួងចិត្តផ្លូវចិត្តគាត់បែបម៉េចបានឲ្យបាត់អាបាក់ចិត្តហ្នឹងចាចឹងណិតគាត់ណិតកូន ពាក្យទី1ដែលគាត់និយាយមកកាន់អូននៅពេលដែលបានអូនទទួលគាត់ត្រឡប់មកផ្ទះវិញគឺជាពាក្យអ្វី ថាអូននឹកម៉ាមីណាតែអត់ដែរភ្លេចម៉ាមីទេហើយចង់និយាយថាអត់ពេលគាត់មកលើគាត់អត់ហ៊ានទៅណាបែកខ្ញុំឯងគាត់ខ្លាចទេបងគាត់ខ្លាចអារម្មណ៍ចាំថាហ្នឹងហើយចាំអារម្មណ៍ថាខ្ញុំអត់ដែរគាត់ថាបែកពីឪពុកទេតែគាត់ផ្លូវចិត្តគាត់ស្រួលបន្តិចដូចថាគាត់ទៅមកជួបខ្ញុំអញ្ចឹងចុះក្មេងបងនឹកម្ដាយជិត2ឆ្នាំដល់ពេលឲ្យគាត់ទៅជួបឪពុកដែលគាត់នៅមើលឪពុក2ឆ្នាំអត់ជួបម្ដាយសោះខ្ញុំវាពិបាកឲ្យគាត់រៀងសម្រួលចិត្តគាត់បន្តិចខ្ញុំអត់ចង់បង្ខំក្មេងណាបងតែបើតាមចិត្តខ្ញុំចង់ឲ្យកុំឲ្យថាខាងឪពុកគាត់ចេះគិតថាខ្ញុំមិនចង់ឲ្យជួបមិនមែនទេខ្ញុំនឹងណាត់តែឲ្យកូនខ្ញុំស្រួលអារម្មណ៍ចាំបើឥឡូវគាត់តាមខ្ញុំគាត់ចេះនិយាយថាពេលគាត់ទៅណាគាត់ចេះភ័យហ្មងភ័យខ្លាចថាទៅទៀតអត់បានជួបម៉ាក់ទៀតបងយល់ខ្ញុំនិយាយហីចាហើយគ្នានៅក្មេងទូច គាត់ចេះប្រាប់យើងចឹងដែរ ប្រាប់បងប្រាប់ទាំងអស់ហើយអ្វីដែលខ្ញុំនិយាយហ្នឹងគាត់ស្អីនេះពាក្យគាត់ថាខ្ញុំដឹងម៉ាមីធ្វើគ្រប់យ៉ាងអស់មួយបងដុប៊ីដឹងមើលលួចមើលខ្ញុំតាម TikTok ទូរស័ព្ទផុសមិនដោះគេនៅផ្ទះនោះចឹងហើយកលុំភួយលួចមើលបងអារម្មណ៍ហ្នឹងចុះតាក្មេងមើលកូនយើងប៉ុណ្ណឹងគ្នាលំបាកដល់ថ្នាក់លួចមើលយើងតាម TikTok សកម្មភាពយើងដើរលេងមួយកូនយើងហើយចង់មកជួបម្ដាយជួបអត់បានណាណិតខ្ញុំយល់ថាអារម្មណ៍គាត់ពិបាកបងក្មេងហើយចេះសម្របខ្លួនរស់នៅដល់អត់មានម្ដាយហើយទាំងនឹកម្ដាយក្នុងចិត្តអត់ភ្លេចសោះចិត្ត2ឆ្នាំបងណិត ឥឡូវនៅតែនិយាយច្រើនគេទេនិយាយបងកូននៅតែនិយាយរហូតហើយគេសប្បាយចិត្តគេបាននៅមួយខ្ញុំហើយគេមួយខ្ញុំមកយប់ចាគេមកយប់ចាមិនតាមមកដែរនេះចាតាមមកថាមកការងារបន្តិចមិនគេនៅមួយម៉ាក់យាយចាហើយឥឡូវគាត់ចេះលើកទឹកចិត្តយើងទេពេលដែលមកនៅក្បែរយើងអីចឹងទេ ចាបងចាចេះលើកទឹកចិត្តហើយពេលខ្ញុំចុះបងពេលកូនមកយើងនៅតែសំណោះថាបាយកូនអាណិតកូនអាសំដីកូននិយាយយើងមិនយំទឹកណែគេជូតកូនស្រីនឹងគេជូតឲ្យដែរតែម៉ាមីកុំយំអីអញ្ចឹងលួងចេះហ៎បងចាដូចជាវីដេអូជួយលក់ជួយអីមិនហ្នឹងហើយមិនគេចេះជួយលក់ចេះអីហើយគេចូលចិត្តខាងហ្នឹងដែរបើមើលគេនិយាយអីស្អីគូសិនខ្ញុំតប់ស្អីគេយកមកតប់ពេញមុខចាគេចេះជួយលក់ចេះទៅចាបងហើយខ្ញុំឃើញគាត់ដូចចូលចិត្តខាងចូលចិត្តរំជ្រៀងអីគាត់ដូចអត់អៀនសោះមើលទៅគាត់ចូលចិត្តគាត់ខ្លាំងជាងខ្ញុំរៀងអៀនណាគាត់អត់ទេខ្ញុំអៀនច្រើនចាពេលគេមកជួបបងគេអញ្ចឹងទៅអីខ្លះគេនិយាយមួយគ្នាអីឬក៏យ៉ាងម៉េចពីម៉ាក់ពីអីអញ្ចឹងទៅចាហ្នឹងហើយគេនិយាយគ្នាអីគ្នាអញ្ចឹងបងគាត់ឆ្លោះគ្នាក៏ឆ្លោះដែរធម្មតាក្មេងបងអើយឆ្លោះគ្នាចំណែនចង់បានម៉ាក់ទាំងពីរនិយាយទៅគេមិនដែរក្មេងចាហើយមួយទៀតគឺកូនខ្ញុំមកនេះអារម្មណ៍ដូចយើងមានកូនទូចឡើងវិញចុះ7 ឆ្នាំមកបងគាត់នៅមុំនៅសិកតបឡើយហ្នឹងទៅបើថ្ងៃឡើងក៏បើទៅណាត្រូវមានទៅដោះគោតាមហ្នឹងមុំឡើយទេមុំបង5ឆ្នាំហើយនៅបងនៅសិកតបទៀតនៅស្លៀកទៀតពងសុំគាត់ថាសុំ birthday ខែ7នេះកូនឈប់មុំដោយសារធំហើយត្រូវនៅចឹងទៀតតែយើងត្រូវប្រាប់ញ៉ាំទៅដោះគោស្រស់វិញទៅចានៅគាត់នៅញ៉ាំទៅដោះគោនេះឡើយហ្នឹងចាអត់ចង់ឲ្យមុំចង់ឲ្យញ៉ាំដាក់កែវដាក់អីចឹងណាតែគាត់អត់ព្រមទេបងអញ្ចឹងយើងអត់អាចបង្ខំដងតិចបើឃើញនៅអឺរ៉ុបតែ3ឆ្នាំគឺគេចាដោយសារគាត់មកឃើញគាត់នៅមុំអញ្ចឹងយើងត្រូវបន្តសិនតែបញ្យល់គាត់ថាកូនឈប់ហើយយុច្រើនហើយចាហ្នឹងហើយគេចេះនិយាយស្ដីអីចឹងទៅ
សម្រាប់អូនវាមានអារម្មណ៍មិនដែររវាងកូនប្រុសនិងកូនស្រីការផ្ដោតនៅក្តីស្រឡាញ់ហ្នឹងហើយការស្រឡាញ់ហ្នឹងដោយសារស្រឡាញ់កូននឹងខ្លាំងដោយសារគាត់ជាកូនពៅហើយស្រីទៀតឬក៏យ៉ាងម៉េច អានឹងនិយាយរៀងធម្មតាគោលការណ៍ផុសម្នាក់មានស្រឡាញ់កូនស្រីកូនប្រុសដូចខ្ញុំតាមបណ្ដាខ្ញុំស្រឡាញ់កូនស្រីម៉េចកូនស្រីហ្នឹងរៀងពៅទៀតអញ្ចឹងណាក្នុងចិត្តតែនិយាយស្រឡាញ់កូនស្រីជាងតែប៉ិតបងអើយឲ្យតែកូនមិនថាស្រីប្រុសទេយើងស្រឡាញ់ទាំងអស់ពេលមែនតើណាតែពេលដំបូងហ្នឹងតាមពេលខ្ញុំតមានកូនខ្ញុំគិតថាខ្ញុំចង់បានតែកូនស្រីទេអត់សូវចង់បានកូនប្រុសតែដល់ពេលមែនតើប៉ិតស្រឡាញ់មួយយ៉ាងម្នាក់ឯងបងព្រោះតែកូនស្រីរៀងម្នាក់ប្រេបម្នាក់មួយយើងច្រើនជាងប៉ុន្តែការរឹងមុំគាត់ផុសគាត់ក៏ចាញ់កូនប្រុសដែរដោយកូនប្រុសគាត់អត់សូវហៅរឿងយើងច្រើនអីច្រើននេះគាត់ចេះគិតជាងរឹងមាំជាងអញ្ចឹងមួយយ៉ាងម្នាក់កូនស្រីកូនប្រុសហ៎បងការស្រឡាញ់ចា៎ឥឡូវយើងបានទទួលកូនត្រឡប់មកវិញហើយហើយស្ថិតក្រោមការមើលថែរបស់យើងជាម្ដាយស្របច្បាប់ហើយទន្ទឹមនឹងនោះដែលយើងមានឈ្មោះថាជាម៉ាមីម្នាក់ដែលនៅ single ចា៎ស្អាតឆ្លាតពូកែមាន business ខ្លួនឯងដែលយើងនិយាយថានៅពេលដែលយើងជាមនុស្សម្នាក់ដែលមានសេដ្ឋកិច្ចក្នុងដៃខ្លួនឯងចេះរកលុយទៅខ្លួនឯងស្នេហាកាន់តែរើសវាជាការពិតអត់រើសមានថារើសមែនហ្មងថាចឹងក៏បានដូចថាខ្ញុំអាយុច្រើនក៏អាយុច្រើនតែបងដូចថាខ្ញុំមានរឿងច្រើនពីមុនទៀតអញ្ចឹងដូចរឿងហ្នឹងយើងដូចពិបាកបងហើយឬក៏មួយទៀតអាចគេនិយាយថាមកពីយើងអត់ទាន់ជួបមនុស្សល្អក្នុងជីវិតខ្ញុំអញ្ចឹងបានខ្ញុំអត់ទាន់មានគូដល់ឥឡូវចាហ្នឹងហើយបងដូចថាមិនមែនដោយសារអូនត្រូវតែជាអ្នកមានត្រូវតែមានអីគ្រប់យ៉ាងចូលក្នុងជីវិតអូនឬក៏យ៉ាងណាឬក៏ភាពខ្លាចរអារបស់អូនតើតើអំពីការរស់នៅគ្នាមិនចុះសម្រុងខ្លាចក៏ខ្លាចហើយបើសិនជាការចូលមកនោះថាជាអត់ទាន់គ្រប់អ្វីដែលខ្ញុំចង់បានទេដឹងបងបើសិនជាគ្រប់ល្អគ្រប់អ្វីដែលខ្ញុំចង់បានថាជាខ្ញុំអាចគិតគូរដែរបងចាបងសួរតាមត្រង់ចុះអ្នកដែលគេហៅថាមានលុយចាគាត់តែងតែមានទស្សនៈមួយថាគេមានប៉ុណ្្នឹងហើយគេមិនដែលទៅយកប្តីដែលក្រជាងខ្លួនទេបើយកត្រូវយកលើសខ្លួនព្រោះយើងមានអ្វីគ្រប់យ៉ាងដែលជាយើងហើយសម្រាប់ទស្សនៈរបស់អូនវិញយ៉ាងមិនដែរខ្ញុំមិនប្រកាសថាអញ្ចឹងទេបងចុះទៅអ្នកខ្លះស្អាតទៅយកអត់ស្អាតអ្នកមានទៅយកអ្នកដែលគាត់រៀងអត់សូវធូរធាគាត់ថាបានមែនទេគឺដោយសារនិស័យក៏និស័យហើយមួយទៀតគឺសំខាន់គឺបេះដូងហ្មងទៅថាធ្វើតាមបេះដូងទេថាបេះដូងពេលតែគាត់ជួបទៅគឺគាត់ត្រូវចិត្តដូចខ្ញុំទៅខ្ញុំនិយាយថាអូខេដូចបងថាត្រូវការបែបណាជួនកាលមិនប្រកាសថាដូចគ្រប់10ចំណុចហ្នឹងខ្ញុំចង់បានក៏ដោយតែពេលដែលគាត់ជួបខ្ញុំទៅអាចនឹងខ្ញុំស្រឡាញ់គាត់តែពាក្យថាស្រឡាញ់មួយម៉ាត់ហើយទោះចំណុចណាអត់មានក៏យើងអាចទទួលយកបានដែរខ្ញុំជឿអញ្ចឹងបងចាកន្លងពេលដែលអូនចង់បានកូនមកវិញដែលគិតអំពីចំណុចហ្នឹងឯងដែលគិតថាចង់មានគ្រួសារម្នាក់មកពាំងខ្លួនដឹកដៃជួយដោះស្រាយបញ្ហាឬក៏មានទស្សនៈមួយចំនួនអូនអត់ហ៊ានយកប្តីដោយសារខ្លាចមានបញ្ហាចម្រូងចម្រាសដែលដោះស្រាយមិនទាន់រួចនិយាយទៅខ្ញុំ50បងអានឹងអារម្មណ៍ហ្នឹងប៉ិតហ្មងដំបូងគិតដែរថានៅម្នាក់ឯងមានអារម្មណ៍ថារៀងហត់រៀងអីចឹងក៏គិតថាបើសិនជាមានមនុស្សប្រុសម្នាក់ដែលពិតជាល្អមែនអីមែនមកនៅចិត្តក៏វាមួយយ៉ាងហើយ50ទៀតហ្នឹងគឺគិតថាអត់ទេមានអារម្មណ៍ថាតិចយកមកទៅខ្លាចយើងមើលខុសឬអីខុសទៀតវាទៅជារឿងផ្សេងហើយតែគាត់ចូលមកជីវិតខ្ញុំហ្នឹងស្រឡាញ់កូនខ្ញុំដោយកូនគាត់អត់ស្រឡាញ់ខ្ញុំពិតអត់ខ្ញុំខ្លាចដែរនិយាយទៅ50បងមិននិយាយថាខ្ញុំមិនដែរគិតខ្ញុំពិតជាគិតថាចង់មានមនុស្សប្រុសម្នាក់ដែលចូលមកជីវិតខ្ញុំហ្នឹងស្មោះត្រង់មកខ្ញុំស្រឡាញ់ខ្ញុំនិងកូនខ្ញុំពិតប្រកបហើយអាចថាការពារខ្ញុំផ្ដល់ស្នាមឲ្យខ្ញុំបានអត់ឲ្យខ្ញុំលំបាកកន្លងមកធ្លាប់មានទេខ្ញុំអត់ទាន់ដែរមានបងធ្លាប់មានអ្នកសុំចូលខ្លួនក្នុងជីវិតដើម្បីមើលថែយើងទេបងអត់និយាយរឿងអ្នកត្រូវចិត្តទេតែធ្លាប់មានបរិះណាម្នាក់ដែលក្នុងកំឡុងពេលដែលអូនឯងមេម៉ាយនេះចង់ចូលក្នុងជីវិតអូនដើម្បីកសាងគ្រួសារទេនិយាយថាសុំចឹងហ្មងមិនទាន់មានទេបងចាអត់ទាន់មានហ្នឹងវាអាចមកពីគម្លាតនៅក្នុងការរស់នៅរបស់យើងដែលក្នុងសង្គមមួយហាក់ដូចជា classy ឬក៏មានសពគ្រប់បែបយ៉ាងគេមិនហ៊ានឬក៏យ៉ាងម៉េចអត់ដឹងឬក៏ថាជាគាត់អត់ទាន់ស្រឡាញ់ខ្ញុំមានមនុស្សប្រុសដែលស្រឡាញ់ខ្ញុំដល់អ្វីដែលគាត់ថាហ៊ាននិយាយមកខ្ញុំថាគាត់នឹងគ្រប់យ៉ាងដើម្បីខ្ញុំស្រឡាញ់ខ្ញុំនិងកូនខ្ញុំឬក៏មិនបងហើយជាចឹងនិយាយថាគាត់អត់ទាន់មានអាភាពស្រឡាញ់នឹងលើខ្ញុំចាអត់ទាន់ដែរមានអត់ទាន់មានយើងអត់ទាន់បានជួបមនុស្សណាដែលហ៊ាននិយាយបើកចំហចូលមកក្នុងជីវិតយើងដល់ឡើយអត់ទាន់ទេបងមកគាត់តែមកពីយើងមានពេកទេដឹងអូនឬក៏មានអីបងខ្ញុំមានអីខ្ញុំធម្មតាសាមញ្ញហ្នឹងមិនមានពេកមកពីមានបញ្ហាច្រើនពេកពួកគាត់ខ្លាចឲ្យដឹងបងអាហ្នឹងខ្ញុំជឿជាក់ជាងជួយធម្មតាបងអ្នកណាក៏ចង់បានជីវិតបែប
ស្ងប់ស្ងាត់ធម្មតាមិនចង់មានរឿងតែបែរមើលជីវិតខ្ញុំមើលលែងលះខ្ញុំចូល4 ឆ្នាំកន្លះហើយចាតើគឺអត់ចប់ហ្មងដូចគាត់និយាយថាវែងជាភាគរឿងនឹងដតីទៀតណាបងអត់ចប់សោះចាអញ្ចឹងប្រហែលជាគាត់ខ្លាចដែរចា ចុះឥឡូវនេះបើបញ្ហាដោះស្រាយរួចហើយ ចា បើសិនជាមានអ្នកណាម្នាក់សម្លឹងចូលមកក្នុងជីវិតអូនតើអូននឹងទទួលទេ ចាដូចខ្ញុំនិយាយចឹងខ្ញុំនឹងមើលថាតើខ្ញុំអាចទួយកបានខ្ញុំនឹងមើលបងរឿងអីបានខ្ញុំត្រូវបិទចាតែក៏ខ្ញុំមើលត្រូវមើលរៀងច្រើនដងតិចហើយប្រើពេលតិចដោយសារបងដូចខ្ញុំនិយាយថាយើងអត់ចង់ជួបអ្វីដែលអត់ល្អទៀតទេចាធ្វើការអ្នកមានឋានៈទេធ្វើការអ្នកមានមុខមាត់ទេធ្វើការអ្នកមានលុយរាប់វ៉ាលៀនទេដូចខ្ញុំនិយាយចឹងខ្ញុំធ្វើការបេះដូងគាត់អាចការពារខ្ញុំបានឲ្យខ្ញុំមានស្នាមញញឹមបានចាហើយនឹងស្រឡាញ់ខ្ញុំមួយកូនកូនខ្ញុំដូចកូនគាត់ចឹងកូនដែលមានប្រាប់ម៉ាក់ឲ្យមានគ្រួសារទេបើកូនបងរុញណារុញថែមរុញកាលមុនប្រភេទនៅទូចអត់ឲ្យយកឯងថាសួរណាសង្សារម៉ាក់ចូលប្តីយកកូនបានអត់ទេគេនេះសង្សារហងប្តីហងគេឲ្យយកកូននេះខ្លាចឈប់ស្រឡាញ់ហ៎តែដូចជាមកលើកនេះគាត់និយាយដែរគេថាដឹងជាគេគិតមកគេថាគេចង់បានប៉ាមួយដល់ល្អនិយាយចឹងហ្មងតែមុនល្អស្អីណាគេថាឲ្យចតឡើងចង់និយាយទិញឡានឲ្យខ្ញុំអញ្ចឹងគេនិយាយសំដីក្មេងអានឹងនិយាយសំដីកូនហើយគេរើសមួយបងដុប៊ីមួយណាល្អជាងហ្នឹងនិយាយសំដីប៉ិតរបស់កូនខ្ញុំហ្មងបើកូនប្រុសកដាលហ្នឹងគឺគាត់ធ្លាប់និយាយមកខ្ញុំហីគាត់ថាគាត់ចង់បានប៉ាល្អចាគាត់ចង់និយាយថាបើសិនជាអូនមានអ្នកណាម្នាក់ដែលអូនមើលឃើញថាអូនពេញចិត្តមានក្តីស្រឡាញ់ចំពោះគាត់ក៏ព្រមទទួលគាត់ហាមឃាត់ទេអត់ទេបងខាងស្រីឥឡូវក៏ចឹងដែរណោះតែឥឡូវឯងគាត់ទៅចូលមកភ្លាមគឺបើកហើយគាត់អាយុគាត់រៀងច្រើនបើកម្មគាត់នៅក្មេងគាត់អត់សូវយល់ទេបងចាតែរឿងកូនគាត់អត់ឲ្យយកហ្នឹងណាបងអត់ទេខ្ញុំនៅតែនិយាយហ្នឹងចង់យកដីបានអត់តែអត់មានឲ្យដឹងអីគាត់ថាអត់តែអត់ឲ្យមានកូនទេយយខ្លាចស្រឡាញ់លើសគាត់ទៅគាត់អញ្ចឹងមិនថាពេលអាយុក្មេងណាគាត់ម្ដងតិចគាត់នឹងយល់ចាមានគ្រួសារថ្មីបានប៉ុន្តែហាមានកូននៅដដែលគេអ្នកហើទេគេថាឲ្យមកគេឲ្យឈរអញ្ចឹងយកឡានមកចតមកហើយគេអ្នកហើគេនិយាយសម្ដីខ្ញុំចាគិតអីណាមើលថតសម្បត្តិគេមុនណាមើលសិនទៀតអត់យល់ទេបងចាតែយើងក៏សប្បាយចិត្តតែគាត់ក្មេងគាត់នៅយល់ណាចាចុះធម្មតាគាត់មិនយល់គាត់ថាយើងមានប្តីទៅជាមិនស្រឡាញ់គាត់មានគ្រួសារថ្មីអីចឹងតែខ្ញុំមិនដែលបានទៅនិយាយប្រាប់កូនថាម៉ាមីត្រូវការមានជីវិតគ្រួសារថ្មីអត់ទេបងព្រោះហ្នឹងឯងខ្ញុំស្រឡាញ់កូនខ្ញុំម៉ាក់ប៉ាខ្ញុំបងប្អូនខ្ញុំហើយនឹងខ្លួនខ្ញុំប្រើពេលមួយពួកគាត់ច្រើនខ្ញុំអត់ដែលសូវគិតថានឹង focus ហ្មងថាខ្ញុំត្រូវតែការត្រូវតែចេះចោះអត់ទេបងចានៅពេលដែលគាត់បើកផ្លូវអូនហើយសម្រាប់ទស្សនៈអូនបាននិយាយអីខ្លះមួយគាត់ថាម៉ាមីអត់ទាន់ចង់បានផងនិយាយថាប៉ិតខ្ញុំថាខ្ញុំអត់ទាន់ចង់បានចុះបើចង់បានមិនបងដូចខ្ញុំចេះតែចង់តែមាត់ខ្ញុំមិនអាចយកលុយទៅទិញប្តីបានឬក៏ទៅរកខ្លួនឯងបានណាបងសំខាន់តើតែនិស្ស័យហ្នឹងយើងបានជួបមនុស្សដែលយើងត្រូវចិត្តដូចខ្ញុំប្រាប់បងអញ្ចឹងបើអត់ទេខ្ញុំនៅជាមួយកូនខ្ញុំឥឡូវខ្ញុំមានស្នាមញញឹមអីហ្នឹងខ្ញុំអត់មានត្រូវប្រញាប់ណាត្រូវទៅការប្តីឬក៏យើងនៅម្នាក់ឯងមកយូរហើយចានៅម្នាក់ឯងហើយបានហើយសប្បាយចិត្តនៅម្នាក់ឯងអញ្ចឹងហេតុអីចាំបាច់ត្រូវប្រញាប់ដើម្បីសូថាអូតែអ្នកខ្លះអាចគិតថាខ្ញុំមានឲ្យតែលាក់ខ្លះចាថាអត់មានណាគេយកទេបានខ្ញុំអត់មានគ្រួសារតែខ្ញុំអត់ខ្វល់ពាក្យសម្ដីពួកគាត់ទេចាចុះបើយកគ្រួសារទៅលំបាកជាងមុនមិនទៅបងចាអត់មានណាគេយកមិនមើលសាច់ឈាមផងបងអត់មានអ្នកយកមែនតាបែរឃើញបែរថាមានគេសួរខ្ញុំថាអីចឹងអត់មានហ្នឹងចាគឺគេអត់ហ៊ានណាអ្នកក្រមិនហ៊ានអ្នកមានមិនហ៊ានចូលបើបែបហ្នឹងគេពេលខ្លះអូនតែយល់ថាចេះនៅពេលដែលយើងកាន់តែអត់បង្ហាញអ្វីមួយគេមើលស្មានយើងអត់ដឹងថាចិត្តយើងចង់បានអីទេអ្នកខ្លះគេមើលសម្បកក្រៅយើងអត់ធ្លុះអញ្ចឹងគេអាចតម្រូវថាត្រូវធ្វើម៉េចគាត់ចិត្តយើងទេដោយសារគម្លាតនៃការឆ្ងាយពីគ្នាដែលគេមើលឬក៏ស្រឡាញ់យើងពីចម្ងាយគេអត់ដឹងថាគេត្រូវធ្វើម៉េចឲ្យសមអាហ្នឹងតាមតែបងនេះថាមានបទពិសោធន៍ដែលមើលគូឆ្វេងគូស្ដាំគូមុខគូក្រោយដែលគេជួបអញ្ចឹងណាអ្នកខ្លះមិនហ៊ានទេទោះឲ្យស្រឡាញ់ក៏ដោយតែសើពីឆ្ងាយមកសិនដើម្បីដឹងថាត្រូវចូលរបៀបម៉េចអីចឹងទៅអានឹងវាអាចជានីតិវិធីម្នាក់នៅក្នុងការជ្រើសដៃគូជីវិតដូចគ្នាដែរអ្នកខ្លះក៏ហ៊ានមកភ្លាមផ្ទាល់សិក្សាអញ្ចឹងទៅអ្នកខ្លះក៏អត់ទៅចឹងទៅតិចខ្ញុំនិយាយមួយបងហើយតិចលេស្រាប់មែនអ្នកហ៊ានមែនទៅអាចចឹងដែរបងមែនតាជួគាត់អត់ដឹងថាកលឹះបែបម៉េចដែលអាចចាយកបេះដូងខ្ញុំបានទេត្រូវបងគេអត់មានបាយអូនថាសំខាន់សុំឲ្យញ៉ាយបានសុជីវធម៌ឲ្យថ្លៃធ្នូមែនទេចាកុំអត់ដេញហាយបាយនៅមនុស្សមិនដែលស្គាល់គ្នាអ្នកណាដែលឆ្លងជាមួយយើងត្រូវអត់តែបើសិនតែយើង
ផ្ញើសារមកអីចឹងទៅជំរាបសួរអីអធ្យាស្រ័យឲ្យវាមានវិធីការទូទៅមនុស្សដែលគេមានស្តង់ដារគេត្រូវការទូទៅអញ្ចឹងបើសិនជាយើងដឹងថាបុគ្គលហ្នឹងគាត់ស្តង់ដារយើងញ៉ាយគេឲ្យការទូតិចទៅវាបានណាព្រោះតែបានមិនបានខ្លួនបានប្រាណគឺបានការតំណែងមួយដែលបានឆ្លើយតបស័ក្តិសមនឹងអ្វីដែលខ្លួនឯងកំពុងតែតន្ទឹងរង់ចាំបែបហ្នឹងមិនអីទេមនុស្សយើងតែតែមានគូចាបងកម្មវិធីការអូអត់ទេបងអើយមិនដឹងទេណាបើឥឡូវ75ឆ្នាំហើយដូចអត់ហើយស្មានខ្លួនឯងសប្បាយចិត្តនៅម្នាក់ឯងកូនទៀតវាមានអារម្មណ៍ថាយើងមានសេរីភាពយើងមានអីចឹងទៅចាហ្នឹងហើយចំពោះគូសង្កាត់បងមើលទៅបានណាដូចថាមានក៏មានអត់ក៏អត់បងមើលទៅអារម្មណ៍ហ្នឹងហើយដូចអត់មាន focus ថាត្រូវចាំបាច់មានត្រូវអីចឹងធ្វើម៉េចឲ្យតែមានក្តីសុខជាមួយនឹងកូនការងារ success ទៅខ្ញុំអូខេបងចាអត់អីទេថ្ងៃនេះយើងនិយាយគ្នាបានច្រើនណាស់បានច្រើនទៅចង់មើលទៅចង់លើសនីតិទៀតចាដែលយើងអាចនិយាយពីជីវិតគ្រួសារការងាររបររស៊ីអីជាងទៅបងចង់សួរអូមួយសំណួរតាយើងជាមនុស្សស្រីចាំបាច់បំផុតត្រូវមានអ្វីសម្រាប់ខ្ញុំមកបងមនុស្សស្រីទូទៅតែខ្ញុំគិតថាគាត់ឲ្យគិតដូចខ្ញុំឯណាតែខ្ញុំយកអ្វីដែលខ្ញុំចោះត្រូវមានភាពរឹងមាំចាទីមួយរឹងមាំហើយស្លាញ់ខ្លួនឯងបានច្រើនចាហើយមួយទៀតគឺគាត់ត្រូវតែមានមុខរបរចាសម្រាប់ដូចថាគាត់ចំខ្លួនឯងបានអីបានមិនអាចត្រូវពឹងពាក់លើអ្នកដទៃទេចាហើយមួយទៀតគឺបើសម្រាប់អ្នកដែលនៅខ្លួនមួយវិញមុននឹងរើសគូអនាគតគឺត្រូវមើលច្បាស់ព្រោះថាពេលដែលយើងមានការបែកបាក់អញ្ចឹងគឺមិនមែនលំបាកតាគាត់ម្នាក់ឯងទេគឺទាំងខាងផ្លូវចិត្តកូនហើយនឹងកូនចាអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងព្រោះតាបងកូនហ្នឹងគឺពេលដែលមានហើយគឺជីវិតយើងដែល single ហ្នឹងប្រែហ្មងហើយមនុស្សម្នាក់អត់មានណាគេចង់បែកបាក់គ្រួសារគឺ start មនុស្សស្រីមកគឺចង់មានគ្រួសារមានសុភមង្គលជុំគ្នាហើយតែយើងមិនអាចថា 100% តែយើងនឹងត្រូវមើលមុននឹងយើងសម្រេចចិត្តតែខុសហើយយើងមិនអាចដូចខ្ញុំចឹងខុសហើយតែខ្ញុំយកកំហុសហ្នឹងបងឃើញហេតុអីខ្ញុំអត់ងាយយកគ្រួសារទៀតទេគឺខ្ញុំអត់ខ្លាចជួបទៀតអញ្ចឹងគឺខ្ញុំនៅបើថាអត់សុខចិត្តអត់ហ្មងបើអត់មានអ្នកល្អមកដូចវិញចង់មកសុខចិត្តនៅតែឯងអញ្ចឹងហ្មងអញ្ចឹងខ្ញុំតាមទៅសរសេរគ្នាយើងគួរតែគិតមើលបានច្បាស់ហើយអញ្ចឹងណាហើយឆ្លាញ់ខ្លួនឯងត្រូវតែ learn អត់មានអីអត់ធ្វើអត់បានទេត្រូវព្យាយាមដូចខ្ញុំមានបទពិសោធន៍ណាធ្វើ cosmetic លក់កៅអៅលក់ស្បែកជើងលក់នាឡិការរកស៊ីគ្រប់ business ទាំងអស់ហ្នឹងគឺយើងត្រូវផ្ដើមពីអត់ចេះទៅចាបានមានរាល់ថ្ងៃហ្នឹងឲ្យតែមានពាក្យថាយើងខំប្រឹងគឺអត់មានអីធ្វើអត់បានទេទោះតិចទោះច្រើនចាហ្នឹងហើយជឿជាក់អរគុណច្រើនដែលចំណាយពេលវេលាក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធីសខ្មែរក្នុងថ្ងៃនេះយើងទទួលបានជាបទពិសោធន៍ម្ដាយទី1នៅក្នុងរបបអាជីវកម្មដើម្បីចែករំលែកទៅដល់អ្នកគ្រប់គ្នាជាបទពិសោធន៍ថាជីវិតរស់នៅរបស់យើងវាអត់មានរឿងតែសុបាយមួយមុខទេជីវិតត្រូវតែមានភាពសោកសៅកើតទុក្ខក្តីសុបាយរីកក្តីរំភើបសបាយជាគូនឹងទុក្ខសជាគូនឹងខ្មៅស្អីក៏ដោយវាអត់មានជានិរន្តរ៍ទេទុក្ខក៏មិនទុក្ខរហូតសបាយក៏មិនសបាយរហូតដែរអញ្ចឹងត្រូវរៀនទទួលស្គាល់ការពិតហើយនឹងការអភិវឌ្ឍខ្លួនឯងក្នុងនាមជាមនុស្សម្នាក់ដែលអាចរស់នៅដោយការទទួលខុសត្រូវខ្លួនឯងបើទោះបីជីវិតរបស់យើងគ្មានអ្នកណាម្នាក់ចា៎បងសូមអបអរសាទរចំពោះវត្តមានកូនស្រីត្រឡប់មកផ្ទះវិញហើយជាពិសេសការផ្ដល់ភាពកក់ក្ដៅទាំងសងខាងរវាងលោកឪពុកក៏ដូចជាអ្នកម្ដាយផ្ដល់ក្ដីស្រឡាញ់ឲ្យកូនរួមគ្នាបើទោះបីជាឪពុកម្ដាយគឺគាត់បែកគ្នាក៏ដោយគាត់លេងលះដោយសន្តិវិធីហើយក៏ដោយទទួលយកតាមសារក្រមតុលាការទាំងសងខាងហើយក៏ដោយគោរពនិងប្រតិបត្តិទៅតាមវិន័យរបស់តុលាការដែលផ្ដល់ឲ្យលោកឪពុកអ្នកម្ដាយទាំងសងខាងជាពិសេសការពារគាំពៀលើកទឹកចិត្តកុមារដែលជាកូនរបស់យើងឲ្យគាត់រស់នៅក្នុងក្តីសង្ឃឹមនិងមានសេចក្តីសុខចា៎ចុងក្រោយមានអ្វីនិយាយទៅកាន់ទស្សនិកជនចាអញ្ចឹងខ្ញុំអរគុណមែនតើចាសម្រាប់ពុយមនអរគ្នាតែងតែស្រឡាញ់ខ្ញុំហើយជាពិសេសនឹងកូនខ្ញុំពិតជាមានមោទនភាពមែនតើដែលខ្ញុំសំណាងដូចថាមានបញ្ហាអីគឺមានពាក្យលើកទឹកចិត្តពីពុកមីងទាំងអស់ហើយពិតជាធ្វើខ្ញុំរឹងមាំរាល់ថ្ងៃនេះចាអរគុណចាជូនបងឲ្យរបបអាជីវកម្មទទួលបានភាពជោគជ័យហើយកុំភ្លេចយកឲ្យបងសាក់ផងចាបងមុខសមុខអីបងចង់ចាអរគុណបងចាបងចាអរគុណលោកសេនីកញ្ញាក៏សូមជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីដែលមានដូចជាភោជនីយដ្ឋានផ្ទះរីករាយរសជាតិឆ្ងាញ់ពិសានៃមុខម្ហូបបែបចិនប្រកបដោយផាសុកភាពនិងមានទីតាំងធំទូលាយលេខទូរស័ព្ទទំនាក់ទំនង031 551 66និង66
អស់លោកសេនេះកញ្ញាប្រិមត្តទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់រវាងបទសម្ភាសន៍នាងខ្ញុំជាមួយនឹងបងអូនស្រីដែលម៉ែណាឃើញថាបានវែងឆ្ងាយហើយក៏ជាបទពិសោធន៍មួយនៅក្នុងជីវិតសម្រាប់ស្ត្រីគ្រប់រូបជីវិតគ្រួសារនីមួយៗហើយជូនពរសម្រាប់លោកអ្នកដែលចំណាយពេលវេលាតាមដានទស្សនាក្នុងកម្មវិធីរបស់យើងក៏ដូចជា page នឹងមានការចូល comment សូម comment ទៅដល់ការស្ថាបនានិងការគ្រប់គ្នាទៅវិញទៅមកហើយយើងខ្ញុំនឹងទទួលការរិះគន់ស្ថាបនារបស់លោកអ្នកដោយសេចក្តីរីករាយបំផុតហើយជាពិសេសទៅទៀតនោះជូនពរលោកសេនីកញ្ញាធ្វើដំណើរទៅកាន់ទីណាប្រកបដោយសុវត្ថិភាពនិងជួបដោយពុទ្ធពរទាំង4ប្រការពីកម្មវិធីសនៅខ្មៅនៅក្នុងគណៈពេលនេះសូមអរគុណសូមគោរពលា